ផ្ទះមួយនេះនៅខាងតាំងគោកនៅព្រំបតុលខាងកំពង់ចាមហើយនឹងកំពង់ធំផ្ទះនេះគឺទំហំវា11ម៉ែត្រគុណនឹង8ម៉ែត្រសាច់ផ្ទះទំហំ6គុណនឹង8ហើយនឹងតម្លាក់សញ្ញាធ្វើផ្ទះបាយ5ម៉ែត្រគុណនឹង8ម៉ែត្រនៅខាងលើមានមកបន្ទប់គេងប្រើជាលក្ខណៈកញ្ចក់ស្លាយនៅខាងក្រោមមាន2បន្ទប់គេងក៏ធ្វើជាលក្ខណៈកញ្ចក់ស្លាយដែរនៅបន្ទប់ខាងក្រោមហ្នឹងមួយហឹងវែងមួយតាពាក់កណ្ដាលចំណែកឯបន្ទប់ទឹកមាន2ខាងលើមួយខាងក្រោមមួយឥឡូវនេះក្រុមការងារខាងផ្ទះចល័តសុកសេនថលយើងខ្ញុំបានរៀបចំចិត្តរួចរាល់ដែរហើយបងប្អូនចិត្តរួចរាល់ដែរហើយគឺយើងបានបៀកថ្នាំនៅខាងក្រោមហើយខាងលើក៏បានបាញ់ថ្នាំដែរឥឡូវនេះមកបង្ហាញបងប្អូនត្រួសពីខ្នាតផ្ទះដែលមានទំហំ1ម៉ែត្រគុណនឹង8ម៉ែត្រតម្លាក់យ៉ាប់ធ្វើផ្ទះបាយ5ម៉ែត្រគុណនឹង8ម៉ែត្រនេះជូនបងប្អូនទស្សនាទាំងអស់គ្នាខាងក្នុងគឺបែបហ្នឹងបងប្អូនខាងបន្ទប់ខាងស្ដាំហ្នឹងយើងធ្វើបន្ទប់ពេញខាងឆ្វេងយើងយកតែពាក់កណ្ដាលទេបងប្រុសគឺជាអតិថិជនចាស់ដែលបានកំងផ្ទះទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រជាប្រភេទផ្ទះទៀបមានបន្ទប់ទឹកមួយខ្នងរួចមកហើយគាត់ចង់ដឹងពីប្រភេទឈើដែលខាងផ្ទះចល័តសុកសេនថលយើងខ្ញុំធ្វើជូនគាត់កំងអត់តូចហើយបានគាត់កំងអាធំនេះតាមក្រោយហើយបើសិនជាបងប្អូនជិះតាមផ្លូវជាតិលេខ 6A ពីភ្នំពេញទៅកំពង់ធំទៅសៀមរាបនៅខាងឆ្វេងដៃហ៎បងប្អូននៅខាងឆ្វេងដៃព្រំបតុលទាន់ទៅដល់ផ្សារតាំងគោកហ៎បងប្អូនគឺយើងនៅជាប់នឹងព្រំបតុលនឹងតែម្ដងមកពីកំពង់ធំសៀមរាបវិញអានឹងនៅខាងស្ដាំដៃជាប់ព្រំបតុលកំពង់ចាមហើយចំពោះប្រភេទផ្ទះនេះតម្លៃរបស់វាចាប់ពី26,600ឡើងទៅតាមការកំងបន្ថែមបន្ថយទៀតហ៎បងប្អូនបើបងប្អូនចង់បានម៉ូតដូចរបស់គេបែបនេះអានឹងតម្លៃតែ26,600ទេតែបើបងប្អូនចង់បានគាត់បន្ថែម170របស់បងប្អូនអានយើងថែមលុយទៅតាមនងទៀតបងប្អូនតិចច្រើនទៅតាមការកម្មងរបស់បងប្អូនតឥឡូវខ្ញុំនាំបងប្អូនទៅមើលនៅផ្នែកខាងលើនៅប្រភេទផ្ទះឈើវិញម្ដងគឺយើងធ្វើជាលក្ខណៈចដាលឈើនៅផ្នែកខាងក្រោយបងប្អូនយើងធ្វើជាលក្ខណៈចដាលឈើជាលក្ខណៈចដាលកាច់នៅផ្នែកខាងក្រោយឥឡូវខ្ញុំនាំបងប្អូនទៅមើលនៅផ្នែកខាងលើនៃប្រភេទផ្ទះឈើនេះវិញម្ដងប៉ុន្តែចដាលហ្នឹងយើងធ្វើអត់តាន់រួចទេបងប្អូនចដាលហ្នឹងយើងធ្វើអត់តាន់រួចទេគឺកំពុងតែជាងកំពុងតែធ្វើឲ្យញាប់ដៃញាប់ជើងដើម្បីឲ្យម្ចាស់ផ្ទះគាត់បានឡើងផ្ទះមុនឆ្លងឆ្នាំធ្វើជាលក្ខណៈចដាលកាច់បែបហ្នឹងបងប្អូនយើងធ្វើជាលក្ខណៈចដាលកាច់បែបហ្នឹងហើយយើងឡើងពីចដាលកាច់ហ្នឹងទៅយើងទៅដល់វេរ៉ាំដាហ្នឹងដែលមានទំហំរបស់វា3ម៉ែត្រគុណនឹង8ម៉ែត្រ3ម៉ែត្រគុណនឹង8ម៉ែត្រហ្នឹងយើងអាចដាក់តុដាក់កៅអីក្រែគ្រុឌឬមួយក៏ដាក់អីក៏បានដែរបងប្អូនស៊ីសងលើបងប្អូនតុបតែងបែបណាតាមការស្រឡាញ់របស់បងប្អូនផ្នែកខាងទូផ្ទះគឺទំហំ3ម៉ែត្រគុណនឹង8ម៉ែត្រយើងធ្វើជាលក្ខណៈកញ្ចក់ស្លាយបងប្អូនយើងធ្វើជាលក្ខណៈកញ្ចក់ស្លាយតែកញ្ចក់ហ្នឹងស្អែកខាងស្អែកបានយកមកចាប់អញ្ចឹងមើលឃើញបានតែប៉ុណ្្នឹងទេបងប្អូនមើលឃើញបានតែប៉ុណ្្នឹងទេចាំដល់ពេលចាប់កញ្ចក់ស្លាយខាងមុខចំហៀងអីរួចរាល់អស់